ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទថ្ងៃនេះនៅក្នុងវីដេអូនេះគឺជាវីដេអូអេពីសូតទី6ហើយបាទថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូមេរៀនមួយនេះជាមួយនឹងscale ថ្មីមួយទៀតបាទអញ្ចឹងដោយតែខ្ញុំបាននិយាយអញ្ចឹងបងប្អូនថ្នាក់ដំបូងបាទបងប្អូនហាត់តែ10អេពីសូតដែលខ្ញុំបានបង្ហាញចុងក្រោយនេះព្រោះខ្ញុំបង់លេខរៀងហើយអញ្ចឹងបងប្អូនអត់ពិបាករកទេណាអញ្ចឹងបងប្អូនចូលទៅក្នុង YouTube រៀនហ្គីតាបងប្អូនអាចមើលទៅចូលទៅ playlist បងប្អូនដាក់មេរៀនដំបូងទៅបងប្អូនឃើញ10វីដេអូហ្នឹងបងប្អូនហាត់ទៅខ្ញុំធានា 100% ថាជាមួយ10វីដេអូហ្នឹងនឹងអាចជួយបងប្អូនទាំងអស់គ្នានៅមូលដ្ឋានគ្រឹះក្នុងការហាត់រៀនហ្គីតាថ្នាក់ដំបូងបានយ៉ាងល្អមែនតើបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញ scale មួយមុននឹងចូលទៅក្នុងការបង្ហាញ scale បាទខ្ញុំសូមណែនាំទៅកាន់បងប្អូនដែលមានតម្រូវការឧបករណ៍តន្ត្រីបាទអាចតាក់ទងមកកាន់ខ្ញុំបានជាមួយឧបករណ៍ភ្លេងអីក៏បានណាហ្គីតាស្គរហ្គីតាបាស keyboard អីបាទបងប្អូនដែលមានតម្រូវការអាចតាក់ទងមកកាន់ខ្ញុំបានអាចមកមើលផ្ទាល់តេស្តផ្ទាល់នៅឧបករណ៍ដែលយើងមាននៅក្នុង stock ជាពិសេសបងប្អូនដែលទៅតែចាប់ដើមរៀនណាត្រូវការហ្គីតាឯមែនទេបាទអញ្ចឹងបងប្អូនដែលត្រូវការហ្គីតាសម្រាប់ acoustic សម្រាប់ហាត់ទៅហាត់នៅផ្ទះណាយើងមានពីតម្លៃធម្មតារហូតដល់តម្លៃខ្ពស់បាទមានន័យថាគុណភាពមធ្យមរហូតដល់គុណភាពល្អយ៉ាងណាចឹងនិយាយចឹងទៅឈើវាល្អខ្លាំងចឹងទៅបាទយើងមានតាមរយការអ្នកនរគ្នាអញ្ចឹងបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបាននៅក្នុង page របស់យើងអូខេឥឡូវយើងចូលត្រឡប់មកកាន់មេរៀនរបស់យើងដែលជាអេពីសូតទី6នេះបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញ scale តែប៉ុណ្្នឹងសម្រាប់ឲ្យបងប្អូនហាត់នៅក្នុងវីដេអូមេរៀនមួយហ្នឹងអញ្ចឹងយើងបានស្គាល់ហើយពីវីដេអូមេរៀនមុនគឺ Do chromatic ហើយពី position ទៀតណា Do re mi fa sol la si do re mi fa sol la si do ឃើញទេបាទអញ្ចឹងយើងនឹងធ្លាក់មកដល់នៅខ្ទង់ទី8ដៃកូនរបស់យើងណាអញ្ចឹងយើង start ចេញពីខ្ទង់ទី5មកខ្ទង់ទី8ណាដៃអញ្ចឹងណាបាទអញ្ចឹង scale មួយហ្នឹងយើងហៅថា La minor pentatonic បាទអញ្ចឹង La minor វានៅជាមួយ Do major បាទអញ្ចឹងយើងស្គាល់ scale major ហើយ chromatic ហើយអញ្ចឹងយើងត្រូវតែស្គាល់ minor pentatonic ហើយ scale minor pentatonic នេះគឺជា scale ដែលពេញនិយមជាងគេបំផុតបាទអញ្ចឹងលេង solo គ្រប់បទកិច្ចអត់ផុតពី minor pentatonic ទេបាទអញ្ចឹងឥឡូវនេះខ្ញុំនឹងបង្ហាញ La minor pentatonic យើងចាប់ផ្ដើមចេញពីខ្ទង់ទី5ណាខ្ទង់ទី8ខ្សែទី6ណាខ្ទង់ទី5ខ្ទង់ទី7ខ្សែទី5ខ្ទង់ទី5ខ្ទង់ទី7ខ្សែទី4ខ្ទង់ទី5ខ្ទង់ទី7ខ្សែទី3ខ្ទង់ទី5ខ្ទង់ទី8ខ្សែទី2ខ្ទង់ទី5ខ្ទង់ទី8ខ្សែទី1បាទអញ្ចឹងទម្រង់វាពេញឡើងមកវិញមកបាទនៅក្នុង scale La minor pentatonic នេះមាន note ចំនួន5បាទអញ្ចឹងមាន La Do Re Mi និង Sol បាទអញ្ចឹងចុះទៅក្រោមវិញ La Do Re Mi Sol La Do អញ្ចឹងដែរបាទអញ្ចឹង form របស់វា form ទី1គឺអញ្ចឹងបាទចេញពីខ្ទង់ដូចខ្ញុំបានបង្ហាញអញ្ចឹងណាអញ្ចឹងបងប្អូនព្យាយាមហាត់យឺតសិនប៉ុន្តែមួយទៀតជាមួយនឹងទម្រង់ចុះការកេះរបស់យើងណា picking របស់យើងចុះឡើងចុះឡើងណាចុះឡើង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 ហើយព្យាយាមត្រូវចាំឈ្មោះរបស់វាថាវាមានអីខ្លះនៅក្នុង scale La minor pentatonic មាន La Do Re Mi Sol មានតែ5 note ទេត្រូវតែចាំរៀងរាល់ scale minor pentatonic មានតែឈ្មោះតែ5 note ទេអត់ដូច chromatic ទេ chromatic មាន7 note ណាបាទLa minor របស់យើងណាអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននៅក្នុងវីដេអូមួយនេះហើយពាក់ព័ន្ធជាមួយនឹង scale ថ្មីអញ្ចឹងនៅពេលដែលបងប្អូនយល់ scale បងប្អូនអាចបំបែកលេងអា solo បន្តិចបន្តិចនៅលើខ្ទង់អាក័រនៅក្នុងហ្គីតារបស់យើងជាមួយអាក័ររបស់យើងដែលយើងព្យាយាមហាត់ជាមួយការលេង strum ទី1របស់យើង strumming ទី2របស់យើងអញ្ចឹងទៅបាទអញ្ចឹងអេពីសូតទី1នេះគឺជាបង្ហាញ scale ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទាន់មានចម្ងល់អាចសួរខ្ញុំបានហើយកុំភ្លេច subscribe YouTube channel រៀនហ្គីតាក៏ដូចជា follow Facebook page រៀនហ្គីតាម្នាក់មួយផងដែរអរគុណច្រើនជម្រាបលា